ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរពហុព្យាបាលអន្តរទេវីមួយដែលផ្ទុយរឿងអាស្រូវចាប់ផាត់អ្នកជំងឺនិងរឹបអូសយកទូរស័ព្ទនិងថ្នាំពេទ្យមិនឲ្យចេញព្រោះតែបង់លុយមិនគ្រប់ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចបិទមន្ទីរពហុព្យាបាលអន្តរទេវីមួយដែលមានទីតាំងនៅផ្ទះលេខ65ផ្លូវលេខ273សង្កាត់ទួលសង្កែទី1ខណ្ឌសីកែវរាជធានីភ្នំពេញដោយមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរដែលបណ្ដាលឲ្យប៉ះពាល់ដល់លទ្ធផលនៃការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជនមិនបានសមរម្យនេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី11ខែមីនាឆ្នាំ2026ការសម្រេចបិទមន្ទីរពហុព្យាបាលអន្តរទេវីមួយបានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍មួយបានកើតឡើងកាលពីថ្ងៃទី10ខែមីនាស្ត្រីម្នាក់បានហៅបណ្ដាញព័ត៌មានសង្គមជាច្រើនអង្គភាពឲ្យទៅជួយថតផ្សាយករណីលោកគ្រូពេទ្យនៃមន្ទីរពហុព្យាបាលអន្តរទេវីមួយបានខាត់ម្ដាយរបស់គាត់មិនឲ្យចេញព្រោះតែគ្មានលុយឲ្យគ្រប់ចំនួនបើតាមស្ត្រីរូបនោះបានឲ្យដឹងថាគាត់បាននាំម្ដាយមានរបួសគាត់បាននាំមកមន្ទីរពហុព្យាបាលអន្តរទេវីមួយដែលចំនួន6ធ្នេចាក់ថ្នាំនិងដាក់សេរ៉ូមគិតជាប្រាក់អស់ចំនួនប្រមាណ$198ប៉ុន្តែដោយសារគាត់មិនមានលទ្ធភាពក៏ស្នើសុំឲ្យលោកគ្រូពេទ្យជួយសម្របសម្រួលចុះថ្លៃខ្លះព្រោះគាត់គ្មានប្រាក់គ្រប់ចំនួននោះឡើយដោយសារតែឃើញមិនស្រួលខ្លួនគាត់បានសុំគ្រូពេទ្យឲ្យម្ដាយចេញមកមុនដោយទុកគាត់នៅក្នុងមន្ទីរពេទ្យដើម្បីរកដំណោះស្រាយប៉ុន្តែក្រុមគ្រូពេទ្យមិនឲ្យចេញថែមទាំងខាត់ចាប់អរុញឲ្យចូលទៅក្នុងមន្ទីរពេទ្យវិញនិងដកហូតទូរស័ព្ទនិងថ្នាំពេទ្យមិនឲ្យចេញសកម្មភាពនិងរូបភាពត្រូវបានបែកធ្លាយដល់បណ្ដាញព័ត៌មានសង្គមចុះទៅថតផ្សាយប៉ុន្តែយ៉ាងណាអង្គភាពយើងមិនអាចស្វែងរកការបកស្រាយពីក្រុមគ្រូពេទ្យបានឡើយលោកក្រោយមកនៅថ្ងៃទី11ខែមីនាឆ្នាំ2026ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចបិទមន្ទីរពហុព្យាបាលអន្តរទេវីមួយដែលមានទីតាំងនៅផ្ទះលេខ65ផ្លូវលេខ273សង្កាត់ទួលសង្កែទី1ខណ្ឌសីកែវរាជធានីភ្នំពេញដោយមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរដែលបណ្ដាលឲ្យប៉ះពាល់ដល់លទ្ធផលនៃការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជនមិនបានសមរម្យក្នុងនោះក្រសួងតម្រូវឲ្យលោកស្រីវិជ្ជបណ្ឌិតលេងចេងលៀងនិងម្ចាស់ទុនទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននៅបន្ទុកផ្លូវច្បាប់ទាំងឡាយដែលបានកាត់ឡើងអំឡុងពេលនៃសកម្មភាពអាជីវកម្មរបស់ខ្លួនសូមរំលឹកថាកាលពីអំឡុងឆ្នាំ2023លោកគ្រូពេទ្យម្នាក់នៃមន្ទីរពហុព្យាបាលនិងសម្ភពអន្តរទេវីមួយបានល្បីសុសសាយម្ដងហើយពាក់ព័ន្ធនឹងយុវជនម្នាក់ជិះម៉ូតូប៉ះរថយន្តឆ្កូតថ្នាំនៅមុខមន្ទីរពេទ្យត្រូវស្ត្រីម្ចាស់រថយន្តទះ5កំភ្លៀងរួចទារថ្លៃសំណង$500ព្រមទាំងយកម៉ូតូនោះទៅដាក់ច្រវាក់ទុកហើយដកសោម៉ូតូចេញរួចដើរចូលមន្ទីរពេទ្យបានក្រោយមកយុវជនរូបនោះបានហៅអ្នកព័ត៌មានទៅផ្សាយនៅមុខមន្ទីរពេទ្យទើបគ្រូពេទ្យនោះព្រមចេញមកដោះស្រាយសម្របសម្រួលបញ្ចប់រឿង